កាន់តែធ្វើកាន់តែថ្នឹកកាន់តែពូកែបាទសួស្តីបងប្អូនទាំងអស់គ្នាតពីវីដេអូមុនខ្ញុំនឹងចែកម្លែកដល់បងប្អូនទាំងអស់គ្នាអំពីអ្វីដែលខ្ញុំរៀនបាននៅក្នុងមុខរបរផលិតយន្តហោះនេះមុនពេលដែលខ្ញុំឈានចូលមកក្នុងវិស័យផលិតយន្តហោះនេះខ្ញុំបានមានមូលដ្ឋានគ្រឹះរួចជាស្រេចមកហើយនៅចំណេះដឹងផ្នែកសេដ្ឋកិច្ចអេឡិចត្រូនិកហើយនិងព័ត៌មានវិទ្យានៅពេលដែលខ្ញុំឈានជើងចូលទើបខ្ញុំដឹងថាចំណេះដឹងរបស់ខ្ញុំនៅមានកម្រិតកាន់តែធ្វើកាន់តែជួបបញ្ហាហើយកាន់តែជួបបញ្ហាកាន់តែធ្វើខ្ញុំព្យាយាមរិះរកនៅមធ្យោបាយដើម្បីដោះស្រាយឯកសារចាស់ៗទាំងប្រមាណត្រូវប្រមូលយកមកមើលឡើងវិញហើយឯកសារថ្មីត្រូវបានស្រាវជ្រាវបន្ថែមចំពោះខ្ញុំការរៀនសូត្រគឺមិនមែនរៀនដើម្បីឲ្យចេះទេគឺរៀនដើម្បីឲ្យដឹងនៅពេលដែលយើងជួបបញ្ហាយើងដឹងថានៅក្នុងឯកសារណាអាចយកមកដោះស្រាយបញ្ហាមួយនឹងបានធ្វើបែបនេះទើបយើងអាចរៀនបានច្រើនហើយមិនមានសម្ពាធហើយនេះក៏ជាវិធីសាស្ត្រដែលសិស្សសាលានៅលោកខាងលិចគេអនុវត្តដូចគ្នាដែរអ្វីដែលខ្ញុំរៀនបានមានដូចជាចំណេះដឹងបច្ចេកទេសយើងត្រូវខិតខំធ្វើយ៉ាងណាដើម្បីឲ្យបច្ចេកទេសរបស់យើងផលិតនៅផលិតផលយើងបានល្អដើម្បីប្រកួតប្រជែងជាមួយនឹងផលិតផលដែលមាននៅលើទីផ្សារយន្តហោះគប់អត់អាចនៅតែយន្តហោះគប់ដដែលទេត្រូវតែទៅជាយន្តហោះបញ្ជាយន្តហោះបញ្ជាត្រូវតែវិវត្តទៅជាយន្តហោះបញ្ជាដែលល្អដែលងាយស្រួលបញ្ជាបានចិត្តទៅជាបញ្ជាបានឆ្ងាយមួយទៀតគឺចំណេះដឹងហិរញ្ញវត្ថុលុយកាន់តែវិលគឺកាន់តែពិបាករកខាតហើយនឹងចំណេញព្រោះនៅក្នុងវដ្តដាក់នៃផលិតកម្មមានការវិនិយោគផលិតកម្មផលិតភាពតម្រូវការចំណាយគោលហើយនិងលទ្ធផលកត្តាទាំងនេះត្រូវតែសមតុល្យគ្នាចំណុចមួយទៀតគឺជាការគ្រប់គ្រងធ្វើយ៉ាងណាដើម្បីឲ្យអ្នកចេះដឹងអាចធ្វើការជាមួយគ្នាបានហើយដំណើរការប្រតិបត្តិនៅក្នុងក្រុមហ៊ុនត្រូវមានទំនមអ្វីខ្លះក្រុមហ៊ុនខ្លះមិនបានរៀបចំមាគ៌ាមួយដ៏ត្រឹមត្រូវឲ្យបុគ្គលិកធ្វើតាមតែបែរជាអង្គុយចាំតែចាប់កំហុសបុគ្គលិកចំណេះដឹងទីផ្សារធ្វើយ៉ាងណាដើម្បីកំណត់នៅតម្លៃផលិតផលរបស់យើងនៅលើទីផ្សារដើម្បីឲ្យមានស្ថិរភាពទោះបីបើតម្លៃនៃវត្ថុធាតុដើមប្រែប្រួលក៏យើងនៅតែអាចរក្សាតម្លៃលើទីផ្សារជាកត្តាដែលធ្វើឲ្យអ្នកប្រើប្រាស់មានទំនុកចិត្តមកលើផលិតផលរបស់យើងចំណុចមួយទៀតធ្វើខ្ញុំបានយល់ពី model នៃ business ហើយធ្វើខ្ញុំមានគំនិតក្នុងការបង្កើតនៅ business ថ្មីមួយដែលចេញពី model classic ជាទូទៅ model classic គឺធ្វើតាមរបៀបនេះមនុស្សមួយក្រុមនាំគ្នាចូលហ៊ុនគ្នាបើកក្រុមហ៊ុនមួយអ្នកខ្លះវិនិយោគនៅចំណេះដឹងអ្នកខ្លះវិនិយោគនៅធនធានហិរញ្ញវត្ថុបានផលមកចែកគ្នាទៅតាមចំណែកដែលខ្លួនមាននៅក្នុង model នេះមានកត្តាជាច្រើនដែលធ្វើឲ្យក្រុមហ៊ុនមានភាពរាំងស្ទះក្នុងការរីកចម្រើននិងភាគរយខ្ពស់ក្នុងការបែកបាក់គ្នាហើយនឹងបិទក្រុមហ៊ុនទៅវិញចំណុចចុងក្រោយខ្ញុំបានរៀនពីសារៈសំខាន់នៃទីផ្សារមូលបត្រព្រោះទីផ្សារមូលបត្រគឺជាប្រព័ន្ធតែមួយដែលអាចគ្រប់គ្រងឲ្យក្រុមហ៊ុនឈរជើងនៅក្នុងទីផ្សារជានិរន្តរ៍អរគុណដល់បងប្អូនទាំងអស់គ្នាដែលបានស្ដាប់វីដេអូខ្ញុំដល់ចប់ហើយក៏សូមខន្តីអភ័យទោសបើសិនបើមានកន្លែងណាខុសឆ្គង